សួរអ្នកនាងសួរលោកគ្រូខ្ញុំបានឈ្មោះអមរាវិទ្យហើយខាងនេះគឺខ្ញុំមកនិយាយអំពីការ install ជាមួយនឹង Ubuntu ក្នុងតឡាងវាចឹងដំបូងឡើយគឺយើងត្រូវចូលជាមួយនឹង website នេះដែលមានឈ្មោះថា VirtualBox ហើយយើងមានជាមួយនឹង Windows Host ហើយជាមួយនឹង Mac ចឹងបើសិនជាយើងប្រើ Windows យើង download នេះទៅប៉ុន្តែខ្ញុំបានមានហើយចឹងយើងចុច save គឺវា download auto ហើយបន្ទាប់មកគឺកម្មវិធីទី2គឺយើងមានជាមួយនឹង Ubuntu យើងវាយពាក្យថា Ubuntu ទៅគឺវាចូលជាមួយនឹង website នេះហើយបានយើងទៅ install ជាមួយនឹងfile ISO ដែលជា file ដែលយើងហៅតឡើងវាបាទនេះគឺយើងចុចជាមួយនឹង download មកហើយគឺយើងយកពាក្យថា download ចាំតិចទៅប៉ុន្តែសារយើងមានអញ្ចឹងយើងបាច់ download សារយើងនេះហើយបន្ទាប់មកគឺយើងទៅ install ជាមួយនឹងVirtualBox ហើយខ្ញុំបានទុកវានៅកន្លែងនេះ VirtualBox នេះយើងចុច next មក accept next ដូចគ្នាចុច next មកហើយចុច install មកហើយចាំខ្ញុំបន្តិចណាអូខេយើង finish វាមកបន្ទាប់មកយើងចូលមកដល់កន្លែង VirtualBox ប៉ុន្តែជាដំបូងឡើយគឺយើងត្រូវបន្ទាប់មកយើងចុច news ហើយកន្លែងនេះគឺយើងដាក់ឈ្មោះយើងឧទាហរណ៍យើងឈ្មោះវិទ្យចឹងកន្លែងនេះគឺយើងត្រូវដាក់ជាមួយនឹង folder វាដែលយើងត្រូវទុកវាចឹងខ្ញុំបានមាន folder មួយដែលទុកនៅ drive D ដែលមានឈ្មោះថា Linux ហើយកន្លែងនេះយើងដូរដាក់ចាំនេះកន្លែងនេះបាទច្រឡំចឹងកន្លែងនេះ OS នេះយើងដាក់ជាមួយនឹង Linux បន្ទាប់មកកន្លែងនេះគឺយើងយកជាមួយនឹងពាក្យថា Ubuntu ហើយយើងចុច next មកចំពោះកន្លែងនេះគឺ memory គឺយើងយកជាមួយនឹង4096វាស្មើនឹង 4G ណាអ្វីខុសចំពោះកន្លែង disk size គឺខ្ញុំបានដាក់វាធំតែ 20G ទេហើយចុច next មកជួយឲ្យ finish មកហើយបានជាមួយនឹងserver យើងហើយចង់យើងចុចពី start ចាំមែនទេព្រោះកន្លែងហ្នឹងវារៀងយូរបន្តិចអូខេវាបានលុបមកប៉ុន្តែពេលវា download ផ្សេងហើយគឺវាលុបមកកន្លែងនេះគឺអញ្ចឹងកន្លែងនេះគឺយើងត្រូវយកជាមួយនឹងចុចចឹងយើងយកជាមួយនឹងfile ISO ដែលយើង download ពី Google ហ្នឹងដែលមានឈ្មោះថា Ubuntu ហ្នឹងហើយ Ubuntu ហ្នឹងគឺខ្ញុំបានទុកវានៅ drive D ដែរនេះបាទហើយបន្តមកគឺយើងនិយាយពាក្យថា mod ជាមួយនឹង retry boot ហើយបានយើងយកពាក្យថា try បាទធំសិន
យើងពេលថា try to install ជំនួស server យើងចុច enter មកហើយចាំឲ្យបន្តិចសិនតែវានៅ run ជាមួយនឹង file ជាបន្ទុករបស់យើងហើយដល់ពេលម្ដងនេះគឺតែពេលវា install ហើយគឺវាបានលោតជាមួយនឹងឲ្យយើងរើសជាមួយនឹងភាសាអញ្ចឹងគឺយើងរើសជាមួយនឹងភាសា English មកយើងចុច enter មកកន្លែងនេះគឺយើងត្រូវយកពាក្យថា continue ជាមួយនឹង without updating អញ្ចឹងមានន័យថាវាត្រូវអត់ត្រូវ update ជាមួយនឹង new version របស់វាបន្ទោះយើងចុច enter មកពួកកន្លែងនេះគឺដូចគ្នាយើងយើងយកជាមួយនឹងអង់គ្លេសដូចគ្នាដែរកន្លែងនេះអង់គ្លេស US ទាំងពីរតែម្ដងកន្លែងទាំង variety ទាំង layout យើងចុចពីដើមមកចំពោះលើនេះគឺយើងត្រូវយកជាមួយនឹង Ubuntu server ដែលវា default មកអញ្ចឹងយើងចុចទៅពីដើមតែមកបន្តមកកន្លែងនេះចំពោះកន្លែងនេះគឺយើងត្រូវយកពាក្យថាតាមទីនេះសារតែវា config ជាមួយនឹងនេះហើយជាមួយនឹងDHCP របស់យើង enter មកចំពោះកន្លែងនេះជាមួយ proxy configuration នេះគឺយើងអត់ចាំបាច់ត្រូវ wire address ចូលទេយើងគ្រាន់តែចុចពាក្យថាតាមដូចគ្នាចុចពី enter មកចំពោះកន្លែងនេះគឺយើងត្រូវ run ជាមួយនឹងUbuntu Archive Mirror ហ្នឹងតែយើងតេស្តវាសិនសាកមើលតេស្តមើលចេញអត់ចាំយកពាក្យ continue មកចំពោះមកកន្លែងនេះគឺវាមានពីរវាមានជាមួយនឹងguide storage ហ្នឹងគឺមានទីមួយ use ជាមួយនឹង entire storage disk ជាមួយនឹង set up disk ប៉ុន្តែយើងអត់ត្រូវការនេះទេចឹងយើងយកពាក្យ enter ហើយយើងនិយាយទៅយើងត្រូវតែ tick ជាមួយនឹងតែលើទេបន្ទាប់មកយើងយកពាក្យ tandem ដូចគ្នាមកដល់កន្លែង storage configuration នេះគឺថាវា all set ហើយប៉ុន្តែវាចេះមើលតើវាមាន mod point ជាមួយនឹង available resource មិនគឺអត់មានទេចឹងយើងចេះហើយគឺយកពាក្យ tandem ដែរហើយយើងយកពាក្យថា continue confirm វាមកដល់កន្លែងនេះគឺយើងត្រូវវាយ name ជាមួយនឹង username pick name ដែលយើងត្រូវតែ set កន្លែងហើយជាមួយនឹង password ចឹងឧទាហរណ៍ខ្ញុំឈ្មោះRabbit ចឹងខ្ញុំវាយពាក្យថា Rabbit ចេះមកកន្លែងហ្នឹងដាក់ឈ្មោះយើងងាយៗដល់គ្នាឧទាហរណ៍ខ្ញុំឈ្មោះ Rabbit ចឹងដាក់ Acom ដូចគ្នាអាចRabbit ដូចគ្នាឈ្មោះដដែលមកបន្ទាប់មក password យើងដាក់ pass password ណាដែលយើងងាយស្រួលចាំខ្ញុំដាក់ថាចេះមកហើយយកជិះពីថាដានប៉ុន្តែកន្លែងនេះគឺយើងយកពាក្យថា continue មកចំពោះយើងថាការ upgrade យមទៅវាទៅជា Pro ទេចំពោះដល់កន្លែងនេះវិញគឺយើងត្រូវ tick ជាមួយនៅខាងលើដោយសារតែយើងអត់ត្រូវឲ្យ password ហ្នឹងទៅឲ្យទៅជាខាងណាទេចឹងយើងយកខាងលើមកប៉ុន្តែ Chrome នេះគឺយើងត្រូវ tick គឺយើងត្រូវនេះវាដែរចឹងទី2ហ្នឹងត្រូវបិទ auto វិញតមកយកពេជ្រថាដានមកចំពោះកន្លែងនេះពោលកន្លែងនេះគឺវាលោតជាមួយ feature server ប៉ុន្តែយើងត្រូវ tick វាទាំងអស់ទេស្រាប់តែយើងចាំ tick វាប្រើវានៅពេលក្រោយចឹងយើងយកពាក្យថាដានមកដល់កន្លែងនេះគឺវាធ្វើការ install ជាមួយ system របស់យើងហើយអញ្ចឹងយើងត្រូវការរងចាំវាប្រហែលជាមួយដែរសម្រាប់វា load ពាក្យថា reboot ចឹងចាំវាតិចគឺអ្នកនរគ្នារបស់គេវើយគេដល់គ្នាឥឡូវនេះយើងមិនដល់ដល់ហើយឥឡូវយើងចូលដល់ reboot ឥឡូវខមនេះគឺមានកន្លែងពាក្យថា reboot tab មក
ចាំមិនទៀតអូខេចឹងហើយហើយយើងវាយជាមួយនឹងអត់មិនតវាយទៅបាត់ដល់គ្នាតាមពិតវាលោតላይ password តែវាត្រូវឲ្យខ្ញុំវាយតែអើយខ្ញុំវាយឈ្មោះយើងមកហើយមិនវាយឈ្មោះ password អឺចាំអញវាយចឹងណាវាយពី3ពួកខ្ញុំវាយ password មកវាចេញហើយអញវាយខងអញមិនញ៉ាំសាក់វាយសាក់វាយវាលុយមកចាខ្ញុំវាយឈ្មោះយើងជាមួយនឹង password យើងអញ្ចឹងអឺយើងវាយជាមួយ password យើងចូលហើយបន្តមកយើងវាយជាមួយនឹង comment hat etc cloud ចាំ init disable ដល់ហើយខ្ញុំវាយខុសការបើកកន្លែងនេះគឺមិនមែន cat ទេគឺsudo ហើយមានពាក្យថា touch មួយទៀត enter មកអូខេឥឡូវគឺយើងវាយជាមួយនឹង cat អឺ ADC disable តែមកហើយ enter មកគឺអូខេហើយខ្ញុំឲ្យពាក្យថា sudo apt update មក enter មកហើយចាំវាតិចគឺវាពេកដែរក្នុង loading នេះកន្លែងនេះយើងវាយជាមួយនឹង sudo apt ក្នុងក្រដក one ហើយ enter ទៀតមកក៏បានយើងវាយជាមួយនឹង apt sudo apt ក្នុងក្រដក one ហើយ enter មកគឺវាដាំហើយចាំតិចអូខេអ្នកនរគ្នាឥឡូវនេះគឺបានចេញមកហើយអញ្ចឹងយើងយកពាក្យថាអូខេមកហើយប៉ុណ្ណឹងគឺហើយអញ្ចឹងអរគុណលោកគ្រូអរគុណអ្នកនរគ្នាដែលបានចូលមើលសូមអរគុណ